អមអញមានខ្ញុំរួចដែរអូហេជេស៊ីបើរឿងចូលទៅក្នុងពេកកាន់តែល្អមែនទេប៉ះហើយមើលទៅបើអញ្ចឹងរឿងចូលទៅក្នុងទៅនេះជួយទុកខ្ញុំផងជួយទុកចាប់ណែបងសម្លាញ់អូនសម្លាញ់ទេយំមិនបងមិនអាចជាម៉ាស៊ីនបោកខោអាវអូនធ្វើជាម៉ាស៊ីនគៀបផ្លែឈើទេមិនបានទេសិឡំមិនបានទេស្ដាប់បងនិយាយសិនអូយមុំអង្គុយចុះទៅហើយសិឡំលិនណានេះគឺម៉ាស៊ីនក្លុបបងការបងព្យាបាលរបួសបងនឹកឃើញមធ្យោបាយនេះគៀបទឹកផ្លែឈើពិតជាល្អណាស់ថ្ងៃក្រោយនេះជាម៉ាស៊ីនគៀបទឹកផ្លែឈើបងហើយមកជេស៊ីឲ្យម៉ាស៊ីន10ពិសេសចាប់ផ្ដើមធ្វើការទៅថាម៉េចនេះគឺម៉ាស៊ីនគៀបទឹកផ្លែឈើឈេមិញនឹងឲ្យទៅមិនក៏ថាមិនអាចអត់មានអ្នកណាកំណត់ថាវាគ្រាន់តែជាម៉ាស៊ីនបោកខោអាវមិនអាចយកមកធ្វើជាម៉ាស៊ីនគៀបទឹកផ្លែឈើនោះទេមកខ្ញុំធ្វើអ្នកទាំងអស់គ្នាមើលកុំថាមិនជឿអសោះណាណែអូខ្ញុំធ្វើអ្នកទាំងអស់គ្នាមើលរួចស្រេចមកជេស៊ីភ្លុំមើលបោះស្អីនឹងទឹកផ្លែឈើណាទឹកផ្លែឈើភ្លុំមើលសិនជឹងយ៉ាងម៉េចណាឆ្ងាញ់តើបើខត់អើរសជាតិឆ្ងាញ់ណាស់មែនទេដាក់នឹកកន្លែងនេះទៅសូមស្វាគមន៍ឡើងសូមអរគុណសិឡំបងមើលអ្នកណាមកហើយព្រោះសួស្ដីលោកសាស្ត្រាចារ្យសួស្ដីសុខសប្បាយខ្ញុំក៏អញ្ចឹងដែរហើយព្រលឹងអត់ទេជើងគូយ៉ាងម៉េចមកចាំមកផ្លែតតមកទៀតខ្ញុំចង់ធ្វើអ្នកទាំងអស់គ្នាប្រចាំបើតគ្នាមើលមកនៅគ្នាភ្លុំមើលខ្ញុំរៀបចំទូជាស្រេចឲ្យអូយ៉ាងម៉េចសាប់មើលទៅខ្ញុំដូចចំណេះបារម្ភណាស់ស្លងខ្ញុំយល់ថាឯគូសម្រាប់បានល្អសិនកុំតាក់កុហកពេកណាខ្ញុំយល់ថាអត់បញ្ហាទេមួយរយៈពេលដែលខ្ញុំព្យាបាលរបួសខ្ញុំបានមើលសភៅដែលមានតកតនឹងវិជាគុណស្ទើរតែទាំងអស់ទៅហើយឥឡូវចំពោះក្បាច់វាយកាត់ខ្ញុំមានការយល់កាន់តែខ្ពស់ខ្ញុំជឿថាក្បាច់វាយកាត់ប្រកាសជាខ្លាចទៅជាក្បាច់ផ្ដាល់ដែលល្អជាងគេលើโลกនេះដូច្នេះខ្ញុំគិតថាចូលរួមការប្រកួតដែលមានអានុភាពជាងគេទូទាំងអាមេរិកព្រោះខ្ញុំជឿថាឯងជាមនុស្សមកកអភូតហេតុប៉ុន្តែរបួសឯងទើបតែជាវិញឯងកំតន់ចូលរួមអីអាជនជាតិអង់គ្លេសឯងនេះមិនបានជាឯងនិយាយពាក្យបាក់ទឹកចិត្តបែបនេះថាម៉េចតាមសុខភាពឯងនៅពេលនេះចូលរួមមិនត្រូវកើតទីឥឡូវឯងនៅជាអ្នកជំងឺអាស៊ីបូពែននៅឡើយទីនេះស្លងកុំជឿឆាពេកប៉ុណ្ណឹងព្រោះឯងនេះគ្រាន់តែនិយាយនៅស្អីផងក៏មិនបានដែរឯងមិនទេអត់អីទេផ្លែឯងគួរតែត្រឡប់ទៅរៀនបន្តទៀតធ្វើបែបនេះខ្ញុំបានធ្វើចិត្តបន្តិចឯងមិនអាចនិយាយលេងសើចបែបនេះជាមួយខ្ញុំទេស្លងប៉ូលីណាគេមិនគួរណានិយាយពាក្យនេះជាមួយឯងទេប៉ុន្តែតាំងពីគេត្រឡប់មកវិញគេនិយាយតែរឿងឯងទេគេពិតចង់នឹងជាមួយឯងដែរផ្លែនៅក្នុងចិត្តខ្ញុំមានបិសាចមួយតារំខានរហូតសំទោសណែបានជុំលើករឿងនេះទៅស្លងឥឡូវយើងនិយាយពីការប្រកួតនៅអាមេរិកវិញហ៎ព្រោះអញយល់ថាបិសាចក្នុងចិត្តឯងខ្ញុំជាអ្នកដាក់ឲ្យមែនទេនេះគឺជារឿងខុសគ្នាខ្ញុំដឹងខ្ញុំប្រហែលជាមិនអាចខ្លាចទៅជាមិត្តពិតប្រាកដរបស់ឯងទេប៉ូលីឈប់សិនណែស្លងឯងនិយាយស្អីហ្នឹងផ្លែខ្ញុំចាប់ទុកឯងជាមិត្តភក្តិហើយអរគុណខ្ញុំដឹងហើយម្ល៉េះហើយប្រុស
ឥឡូវនេះមានសិស្សប្រមាណអ្នកដែរ មិនដល់200ទេយើងបែងចែក4វគ្គឥឡូវនេះគឺវេនយប់ ប៉ូលីយកស្ថានភាពឯនៅទីនេះនិយាយប្រាប់ខ្ញុំអស់ហើយតាមពិតរយៈពេលដែលព្យាបាលជំងឺប៉ូលីត្រឡប់ទៅវិញគេពិបាកចិត្តពេកហើយអត់បានទៅរៀនទេព្រោះអីគេយល់ថាសុខភាពឯងមិនអាចជាឡើងវិញទេគេណាពិតជាអស់សង្ឃឹមណាស់មកបើយ៉ាងទៀតគេយល់ថាឯងមិនអាចឡើងសាយវាអស់មួយជីវិតដូច្នេះហើយគេផ្ដោតសេចក្តីសង្ឃឹមលើឯងទាំងអស់ ខ្ញុំយល់ពីសម្លេងលោកខ្ញុំក៏ដឹងថាពលឡៃជាអ្នកក្លាហាន ត្រូវហើយគេបានជំរុញខ្ញុំឲ្យចូលរួមសាលាគុណឯងទៀតផង អញ្ចឹងខ្ញុំសូមស្វាគមន៍នោះខ្ញុំសប្បាយចិត្តណាស់ សិឡុងខ្ញុំយល់ថាឯងគួរទៅហៅប៉ូលីសមក ខ្ញុំបាននិយាយថាខ្ញុំចាត់ទុកពលឡៃជាមិត្តភក្តិហើយប៉ុន្តែគេនៅតែសម្រេចចិត្តចាក់ចេញពីខ្ញុំ ខ្ញុំពិតជាមិនយល់សោះតើពួកឯងមានគំនុំអ្វីគ្នាដែលដោះស្រាយមិនចេញណា លោកគ្រូខ្ញុំសង្ឃឹមថាលោកអាចមកកន្លែងខ្ញុំពិតមែន ត្រូវអេសិឡុងមកយើងហាត់ជាមួយគ្នាដែរថ្ងៃនេះយើងមើលតែក្បាច់គុនហ្វីលីពីននិងក្បាច់ប្រចាំប្រទេសខុសគ្នាប៉ុណ្ណាដែរមកយើងសាកជាមួយគ្នាទៅមកឡចាប់ដើមអេអាចគេចហើយបាច់ចុះគៀកទៀតផងណាគេចផុតមកដៃហើយអាចដកថយក្រោយវិញបានហ៎ពេលដកថយហើយខ្លាចគេផុតពីបរិវេណវាយបហាឯងដូច្នេះមានតែគេចទៅខាងចំហៀងមកមិនដែរឃើញហើយនៅចំណែកក្បាច់ហ្វីលីពីនយើងគឺមិនមែនចឹងទេក្នុងពេលប្រយុទ្ធគ្នានៅក្នុងពេលការពារគឺវាយចំណុចខ្សោយរបស់ឯងតែម្ដងចំណុចខ្សោយដូចជានៅដើមកនៅកែងដៃបោះសាប់មើលកន្លែងនោះណានៅពេលដែលខ្ញុំវាយឯងគឺវាយកន្លែងនេះគឺត្រង់នេះប្រើកម្លាំងដៃទាំងពីរនៅលឿនបំផុតមកសាក់មើលម្ដងទៀតមិនដែរបាទយល់ហើយទេត្រូវដៃទាំងពីរវាយអលហាប់បំផុតត្រូវហើយចាប់ឲ្យច្បាស់ណាពេលវាយលោកនឹងការពារគឺត្រូវវាយឲ្យស្មើគ្នាណាចាំមើលណាក្រោកឡើយ ខ្ញុំឥឡូវនេះណាកាត់តែមានចំណុចចិត្តមើលទ្រឹស្ដីវាយកាត់របស់ឯងហើយឯងដឹងទេច្រើនឆ្នាំមកនេះខ្ញុំចូលចិត្តរាប់អានអ្នកគុណនិយមណាស់ប៉ុន្តែមិនដែលឃើញអ្នកណាដែលមានអាយុក្មេងដូចឯងអាចបង្កើតវិជាគុណខ្លួនឯងបានទេ លោកសាប់តែចេះអង្គុយទៅលោកសាប់តែចេះខ្ញុំមានទស្សនៈខុសពីលោកក្បាច់បាយកាត់មិនមែនជាបាក់មួយទេគឺជាគំនិតមួយក្បាច់បាយកាត់អត់មានការកំហិតសាច់ស្នៀតអីទេហើយក៏មិនមែនជាសាច់ស្នៀតអ្វីទាំងអស់បើនិយាយចំវាគឺជាគំនិតផ្នែកប្រយុទ្ធគ្នាមួយវាសំដៅទៅលើរាងកាយកម្រិតតាមចិត្ត ស្លងបើតាមសម្ដីរបស់ឯងអ្នកគុណនិយមប្រយុទ្ធគ្នាមិនសុទ្ធតែវាយគ្នាក្រៅចំណេញទៅហើយបើតាមទ្រឹស្ដីនេះលើលោកនេះគឺលែងមានវិជាគុណ ឃើញទេការពិតលោកអត់មានប្រាស្រ័យស្នេហ៍អ្វីទាំងអស់ហើយក៏អត់មានធ្វើការត្រឹមលក្ខណៈផ្នែកគំនិតអីដែរលោកគ្រាន់តែហុចដៃទៅក៏ចាប់វាបានតែម្ដងអ្វីសិតតែធ្វើតាមធម្មតាអត់មានខ្ជិះខ្ជាយពេលវេលាទេលោកអត់អោនចុះហើយក៏អត់មានសាច់ស្និទ្ធនឹងកាយវិការតាមប្រពៃណីអ្វីដែរបើមិនអញ្ចឹងទេលោកមិនអាចចាប់វាបានទេគឺអញ្ចឹងនេះគឺជាគំនិតវិជាគុណរបស់ខ្ញុំ ស្លងនិយាយបកស្រាយបានល្អ លោកសាស្ត្រាចារ្យពួកយើងកុំអាននិយាយពីបញ្ហាទ្រឹស្ដីទាំងនេះអីមកជួយវិភាគឲ្យខ្ញុំមើលធ្វើយ៉ាងម៉េចទើបអាចយកឈ្នះពានរង្វាន់ទូទាំងអាមេរិកបាន ស្លងក៏ប៉ុន្តែខ្ញុំដូចបារម្ភពីសុខភាពឯណា លោកមើលឃើញថាអញតើ
អត់បញ្ហាទេ ល្អអញ្ចឹងខ្ញុំនិយាយពីកំណត់ខ្ញុំហើយណាកាប់ពិតលើកនេះអ្នកដែលបញ្ចេញមានសមត្ថភាពជាងគេមានតែ3អ្នកគត់គឺឡាវលីស៊ឺឯងហើយនឹងភៀវចង្អ៊ីក្នុងចំណោម3អ្នកឡាវលីស៊ឺខ្លាំងប្រកែកជាងគេឯងមានតែទៅប្រកួតជាមួយលោកគ្រូភៀវដើម្បីរៀនសូត្រពីចំណុចល្អខ្លះទើបអាចបាយជាមួយគាត់បាន លោកខ្ញុំត្រូវគាត់ប្រកួតសិន ហើយណាឈប់សិនកុំតក់កុហលពេកក្នុងនាមជាលោកគ្រូម្នាក់ភៀវចង្អ៊ីមិនមែនជាមនុស្សក្អើតកតុមទេប៉ុន្តែថ្មីនេះមានអ្នកខ្លាំងជាច្រើនសុំគាត់ប្រកួតគាត់ល្វើយខ្លាំងណាស់ខ្ញុំខ្លាចតែគាត់មិនយល់ព្រមនឹងឯងទេ លោកសាស្ត្រាចារ្យខ្ញុំនឹងថាធ្វើម៉េចឲ្យគាត់យល់ព្រម